មានឃុំសាលាក្រៅម្នាក់ត្រូវបានឃាតករដុតសម្លាប់ទាំងគ្រួសារមនុស្សចំនួន3នាក់ដែលរួមទាំងទីរិកាអាយុ6ខែម្នាក់ត្រូវបានគេសម្លាប់យ៉ាងអណោចអធមក្នុងភ្នក់ភ្លើងដោយសារឃាតករមិនស្គាល់មុខធ្វើការចាប់ចងនិងហ្វ្រាំងកង់ជាប់ករួចដាក់កាប់មុខរួមគ្នាទាំង3នាក់ឪពុកម្ដាយនិងកូនរួចចាក់សាំងដុតផ្ទះជនរងគ្រោះឆេះអស់គ្មានសល់ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 12:30 នាទីរំលងអាត្រាឈានចូលដល់ថ្ងៃទី21ខែវិច្ឆិកានេះនៅចំណុចផ្លូវលំដែលស្ថិតនៅក្នុងភូមិដំរីកូនឃុំអូអណ្ដូងស្រុកសាលាក្រៅតាមសម្ដីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះហេងរ៉ាវីភេទប្រុសអាយុ27ឆ្នាំជាប្តីមានមុខរបរជាស្មៀនឃុំសាលាក្រៅប្រពន្ធឈ្មោះធីផលឡៃអាយុ24ឆ្នាំលក់ចាប់ហួយនៅមុខផ្ទះចំណែកឯកូនតូចឈ្មោះហេងមេងជូអាយុ6ខែអ្នកទាំងអស់រស់នៅកន្លែងកើតហេតុសមត្ថកិច្ចបានបន្តទៀតថាបើតាមការសន្និដ្ឋានជំហានដំបូងគឺសង្ស័យរឿងគំនុំពីព្រោះលុយកាក់និងទ្រព្យសម្បត្តិឃើញឆេះអស់គ្មានសល់ទុកនៅទីនោះជំហានដំបូងការសរុបទឹកប្រាក់នៃការបាត់បង់ប្រហែលជា$40,000តាមសាក់សីបានឲ្យដឹងថាការពីមុនពេលកើតហេតុមានឮសូរសំឡេងក្តុងក្តាំងដែរតែមិនមានអ្នកណាចាប់អារម្មណ៍លុះមួយសន្ទុះក្រោយមកក៏ឃើញផ្សែងហុយនិងអណ្ដាតភ្លើងឆេះចេញពីផ្ទះខាងលើអ្នកជិតខាងក៏នាំគ្នាឆោឡោឡើងក៏ឃើញមានម៉ូតូ2គ្រឿងមានគ្នា4នាក់ជិះចេញទៅទិសខាងជើងបាត់ស្រមោលបន្ទាប់មកអ្នកជិតខាងក៏បាននាំគ្នាជួយពន្លត់តែដោយសភាពភ្លើងលឿនពេកមិនអាចពន្លត់បានបណ្ដាឲ្យឆេះអស់រលីងនិងឃើញសាកសពជនរងគ្រោះខាងលើឆេះនៅអោបគ្នាខ្លោចស្លាប់អស់ទៅហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីវែកមុខជនដែលដល់មកដន្ទាទោសទៅតាមច្បាប់